រឿងต้นสายនៅលើឋានព្រះច័ន្ទក្រោយពីទន្សាយភ្នុយរត់ប្រណាំងចែកអណ្ដើកជាលើកទី2មកវាខឹងនឹងមានអារម្មណ៍ក្តៅក្រហាយជាខ្លាំងវាតាំងចិត្តនឹងយកឈ្នះអណ្ដើកវិញឲ្យទាស់តែបានទើបវាណាត់ជាមួយអណ្ដើកដើម្បីធ្វើការប្រកួតម្ដងទៀតហើយការប្រកួតម្ដងនេះទន្សាយមានជំនឿចិត្តថានឹងយកឈ្នះអណ្ដើកវិញយ៉ាងពិតប្រាកដចំណែកអណ្ដើកវិញទទួលពាក្យថានឹងរត់ប្រណាំងជាមួយទន្សាយក៏ពិតមែនតែវាខំនៅក្រោយយុទ្ធសាស្ត្រដើម្បីយកឈ្នះទន្សាយមិនឃើញសោះព្រោះទន្សាយបានរៀនសូត្រពីការបរាជ័យរបស់វាពីលើករួចទៅហើយក្រោយពីបារម្ភអស់ជាច្រើនថ្ងៃនៅទីបំផុតអណ្ដើកក៏គិតឃើញផែនការមួយដើម្បីយកឈ្នះលើទន្សាយក្នុងថ្ងៃប្រកួតទន្សាយនិងអណ្ដើករត់ប្រណាំងគ្នាដោយប្រើរយៈពេលគួរសមទន្សាយរត់យ៉ាងលឿនតែអណ្ដើកវិញវាកើមតាមពីក្រោយទន្សាយឃើញដូច្នេះក៏គិតញញឹមក្នុងចិត្តថាគ្រានេះខ្លួនប្រកាសជានឹងឈ្នះជាមិនខានវាខំរត់រហូតធ្លាក់កន្ទុយរួចងាកមើលក្រោយមិនឃើញអណ្ដើកសោះប៉ុន្តែពេលរត់មកដល់ពាក់កណ្ដាលផ្លូវស្រាប់តែវាឃើញអណ្ដើកវាកើមនៅពីមុខវាបាត់ទៅហើយយ៉ាងម៉េចដែរបងទន្សាយហេតុអីក៏យឺតម្ល៉េះខ្ញុំដើរមកចាំបងឯងនៅទីនេះយូរណាស់អណ្ដើកនិយាយបណ្ដាលបញ្ចាយបណ្ដាលទន្សាយបានលើកដូច្នេះក៏រត់តែព្យាយាមរត់ឲ្យលឿនជាងមុនទៀតទុកឲ្យអណ្ដើកវាកើមនៅខាងក្រោយខ្លួនតែឯងនេះណែគ្មានផ្លូវតាមយើងទាន់ទេម្ដងនេះទន្សាយនិយាយម្នាក់ឯងហើយវាតាំងចិត្តរត់ទៅឲ្យដល់ទិសដៅបានមុនអណ្ដើកប៉ុន្តែពេលទន្សាយរត់មកដល់វាក៏ឃើញអណ្ដើកឈ្មោះនៅកន្លែងទីផ្ដាច់ព្រាត់រួចទៅហើយខ្ញុំមកដល់កន្លែងផ្ដាច់ព្រាត់ហើយខ្ញុំរងចាំឯងតាំងតែពីយូរមកហើយណាតើហេតុអ្វីអានេះទើបមកដល់អណ្ដើកសួរទៅទន្សាយដែលឈរទាំងហក់ដោយក្តីនឿយហត់តើហេតុអ្វីក៏ឯងមកដល់លឿនម្ល៉េះទន្សាយសួរដោយឆ្ងល់ខ្ញុំចាំថាបានរត់ចោលឯងដាច់កន្ទុយភ្នែកហើយតើអណ្ដើកនិយាយអួតប្រាប់ទន្សាយតាមពិតខ្ញុំរត់លឿនណាស់គ្រាន់តែឯងមិនដឹងប៉ុណ្ណោះគ្រានេះសង្ឃឹមថាឯងនឹងមិនបបួលខ្ញុំរត់ប្រណាំងទៀតទេណាទោះជាប្រកួតយ៉ាងណាក៏ឯងនៅតែចាញ់ខ្ញុំដែរអណ្ដើកដែលចេញទៅបាត់ទុកឲ្យទន្សាយឈរនៅតែម្នាក់ឯងដោយភាពអាម៉ាស់និងឈឺចាប់ជាខ្លាំងដែលបរាជ័យក្នុងការរត់ប្រណាំងជាមួយនឹងអណ្ដើកដល់ទៅ3ដងជាប់គ្នាប៉ុន្តែទន្សាយមិនដឹងសោះថាអណ្ដើកប្រើឧបាយផ្លាស់ប្ដូរគ្នាក្នុងពេលរត់ប្រណាំងដែលឲ្យញាតិរបស់វាមកឈរនៅតាមចំណុចផ្សេងហើយចាំចេញមករកនៅពេលដែលទន្សាយមកជិតដល់តែប៉ុណ្ណោះឯចំណែកខ្លួនវាវិញមកឈរចាំនៅចំណុចផ្ដាច់ព្រាត់ពេលឃើញទន្សាយរត់មកជិតដល់វាក៏រត់ចូលខ្សែបន្ទាត់ជ័យជំនះឲ្យបានមុនទន្សាយដែលជាហេតុធ្វើឲ្យទន្សាយត្រូវបរាជ័យជាលើកទី3ម្ដងទៀតក្រោយពីការប្រកួតលើកទី3បានបញ្ចប់ទន្សាយខូចចិត្តគិតតែពីសំងំលាក់ខ្លួនដែលមិនអាចយកឈ្នះអណ្ដើកបានមោទនភាពដែលធ្លាប់តែជឿជាក់ថាវារត់ប្រណាំងលឿនបំផុតក៏រលាយបាត់អស់តែទោះជាយ៉ាងណាក៏ដោយទន្សាយមិនបាក់ទឹកចិត្តនឹងអស់សង្ឃឹមទេវាគិតថាមុននឹងស្លាប់វាមិនត្រូវរត់ចាញ់សត្វអ្វីផ្សេងទៀតឡើយវាសញ្ជឹងគិតរកផ្លូវដើម្បីអាចយកឈ្នះសត្វដទៃទៀតបានរហូតដល់ថ្ងៃមួយវាបានទៅរកមេធ្មប់ម្នាក់ដែលអាស្រ័យនៅនឹងព្រៃឈើនៅទិសខាងលិចដើម្បីសុំឲ្យមេធ្មប់នោះជួយវាឲ្យសម្រេចតាមបំណងមេធ្មប់យល់ព្រមប៉ុន្តែមានលក្ខខណ្ឌខ្ញុំជួយឯងបានតែឯងត្រូវដឹងថាពេលសម្រេចតាមបំណងហើយឯងនៅមិនអាចនៅក្នុងព្រៃនេះបានទៀតទេឯងត្រូវរស់នៅតែម្នាក់ឯងប៉ុណ្ណោះក្នុងបរិយាកាសដ៏ត្រជាក់គ្មានមិត្តគ្មាននរណានិយាយជាមួយឯងហើយមិនអាចចេញពីទីនោះបានជារៀងរហូតតើឯងសុខចិត្តបោះបង់នៅអ្វីដែលខ្លួនឯងមានសប្តាហ៍ថ្ងៃនេះដែរឬទេខ្ញុំយល់ព្រមឲ្យតែបានរត់លឿនមិនចាញ់គេទៀតនោះវាគ្រប់គ្រាន់ហើយទន្សាយឆ្លើយបែបមាំមួនបានយើងនឹងជួយឲ្យឯងសមតាមបំណងប្រាថ្នាចោះមេធ្មប់យល់ព្រមតាមការសុំរបស់ទន្សាយបន្ទាប់មកមេធ្មប់ក៏សូត្រមន្តអាគមឲ្យកើតជាក្រដាសពណ៌ដែលលាតយ៉ាងវែងពីផែនដីទៅដល់ឋានព្រះច័ន្ទហើយទន្សាយក៏ដើរទៅលើក្រដាសពណ៌នោះដល់ឋានព្រះច័ន្ទពេលវាទៅដល់ឋានព្រះច័ន្ទភ្លាមក្រដាសពណ៌នោះក៏រលាយបាត់ទៅក្រោយមកទន្សាយក៏ប្រើជីវិតរស់នៅលើឋានព្រះច័ន្ទរហូតមកដល់សប្តាហ៍ថ្ងៃដោយក្តីប្រាថ្នារបស់វាដែលមិនចង់រត់ចាញ់នរណាម្នាក់ឥឡូវសមតាមបំណងវាហើយនោះមិនថានរណាទេនៅលើโลกនេះគឺមិនអាចរត់ប្រណាំងនិងយកឈ្នះព្រះច័ន្ទបានឡើយចាប់តាំងពីពេលនោះមកនៅពាក់កណ្ដាលយប់គឺគ្មានក្រដាសពណ៌ទេព្រោះមេធ្មប់ខ្លាចទន្សាយប្រើក្រដាសពណ៌នោះលួចរត់គេចមកផែនដីវិញសម្រាប់កតេអប់រំក្នុងរឿងនេះមនុស្សដែលគិតតែពីការយកឈ្នះគិតតែពីការប្រកួតប្រជែងទីបំផុតទោះបីជាទទួលបានជ័យជំនះក៏ត្រូវតែបដូរនឹងការបាត់បង់អ្វីមួយទៅវិញជានិច្ច